ឥឡូវវារឿងមួយថៃយើងនិយាយមួយថៃសិនចុះមិននិយាយមួយថៃឲ្យខាងណាល្អមែននេះមើលដោយរួមណាញោមតំណាក់តំណងបុគ្គលផ្សេងណាប៉ុន្តែមើលដោយរួមដាក់ឲ្យបានណាអាតំណាក់តំណងបុគ្គលផ្សេងមានល្អមានអាក្រក់ប៉ុន្តែចំហដោយរួមរវាងប្រទេសនឹងមួយនឹងប្រទេសមួយអត់ដែលមានប្រទេសណាមួយទៅល្អនឹងប្រទេសមួយទៀតដោយមនុស្សចេតនាទេអត់ធ្លាប់មានថៃណាមកល្អខ្មែរអត់ធ្លាប់មានយួនណាមកល្អខ្មែរក៏និយាយឡើងគូឡើងតែមានរឿងមួយយើងអត់ដែលមានអាមេរិកណាដែលមានចិនណាមកល្អមនុស្សចេតនាឯងខ្មែរទេប្រទេសនឹងប្រទេសពិភពលោកគឺបែបនេះឯងនិយាយបែបហ្នឹងឲ្យញោមបានយល់នេះដែលយើងមានរឿងមួយថៃតែនេះណាហើយបកករឿងរងថ្ងៃនេះអាដីមួយដែលថៃសូត្រថាដាច់ស្រេចយើងសូត្រថាដាច់ស្រេចហើយដីតំបន់ព្រៃច័ន្ទហ្នឹងយើងសូត្រថាដាច់ស្រេចហើយជោគជ័យព្រៃច័ន្ទហើយតែបើយើងថាដាច់ស្រេចយើងថាដាច់ស្រេចតាមផែនទីដែលធ្លាប់មានមកបារាំងសៀមពួកដាច់ស្រេចមែនតាមផែនទីនោះដាច់ស្រេចវាហើយយើងថាដាច់ស្រេចតាមកិច្ចព្រមព្រៀងទ្វេភាគី MOU ដែលធ្វើជាមួយរដ្ឋាភិបាលថៃកាលមុនដែលទទួលព្រមនេះម្ដងហើយគ្រាន់តែបានបោះបកគោលសារថ្មីតែប៉ុណ្ណឹងមកដល់ពេលឥឡូវនេះថៃសូត្រសារថ្មីថាដាច់ស្រេចទេចូលតែម្នាក់ឯងខ្ញុំយល់ទៅហ្នឹងទេរឿងម្ដុំរបស់នេះណាម្ដុំខាងលិចនេះយើងសូត្រថាដាច់ស្រេចហើយហើយបើយើងថាដាច់ស្រេចយើងថាដាច់ស្រេចដោយមានសំអាងស្របច្បាប់តាមផែនទីបារាំងសៀមឬក៏មេធៀងរបស់វាមកទៀតថាទៅឧបសម្ព័ន្ធនេះវាដាច់ស្រេចហើយឬក៏ក្រោយមកទៀតរដ្ឋាភិបាលទាំងពីរហ្នឹងដើម្បីឲ្យកន្លែងហ្នឹងវាស្រួលកំណត់ព្រំដែនច្បាស់លាស់ដាច់ស្រេចគេបំលែងវាទៅជា MOU ហ្នឹងទៀតតាមខ្លឹមសារដើមហ្នឹងមកក៏ដាច់ស្រេចដែរគ្រាន់តែបានបោះបកគោលថ្មឲ្យច្បាស់លាស់តែប៉ុណ្ណឹងអត់មានទឹកដីណាដាច់ស្រេចទេប៉ុន្តែមកដល់ពេលឥឡូវនេះថៃត្រឡប់ខូចសតិអត់ទទួលស្គាល់ថាអត់ដាច់ស្រេចក៏ព្រោះតែវាអាងមិនដាច់ស្រេចហ្នឹងហើយបានជាវាបកកនៅអំពើមួយចំនួនដែលមើលទៅនាំឲ្យពួកយើងទាំងពីរនាក់ទាំងសងខាងវាអត់ដាច់ស្រេចយើងនឹងក៏មិនដាច់ស្រេចពីវាក៏មិនហ៊ានដាច់ស្រេចតែម្នាក់ឯងបើវាហ៊ានដាច់ស្រេចមែនណាខ្ញុំវាបាញ់ញោមចោលហើយប្រភពរបស់វាមែននោះវាយកឡានមកកាត់ញោមបាត់ហើយវាយកគ្រឿងចាក់មករុញយើងចោលបាត់ហើយវាបាច់ខ្វល់ហ៊ានយើងទេប៉ុន្តែក៏ព្រោះតែរឿងមិនដាច់ស្រេចនេះឯងឲ្យខ្ញុំយល់ប្រភពអញ្ចឹងផងណាឲ្យយល់ដោយរួមថាហេតុអីបានវាធ្វើអញ្ចឹងទីមួយត្រូវយល់ថាហេតុអីបានវាធ្វើអញ្ចឹងហេតុអីបានវាធ្វើអញ្ចឹងហើយធ្វើបានហើយធ្វើតែប៉ុណ្្នឹងធ្វើតែប៉ុណ្្នឹងមិនធ្វើដូចរបៀបឲ្យយើងឃើញវល់វក់ទៅមកលោលុកដើម្បីយល់ទៅនឹងបានវាតយល់ខាងដើមដែលអាត្មានិយាយមិញហើយក៏កុំច្រឡំជាមួយគំនិតថាប្រហែលជាមនោចេតនាពូជសាសបែរគ្នាអីទៅអញ្ចឹងមនុស្សធម៌គ្រប់អត់មានថៃណាមកគ្រប់មនុស្សធម៌ទេអត់មានទេតាំងពីខ្មែរក្រហមមកមិនអត់មានថៃណាជួយខ្មែរទេមានតែជួយខ្មែរក្រហមផងតែយើងខ្ជិលរំលឹកវាម្លងទៅហើយមានចំណែកមួយផ្នែកដែលខ្មែរក្រហមនៅតែរឹងមិនព្រមដួលងាយគឺថៃនេះឯងជាអ្នកជួយហើយបើនិយាយមុននោះទៅទៀតមានចំណែកមួយភាគធំទៀតដែលនាំឲ្យកើតខ្មែរក្រហមណាក៏ថៃនេះដែរតែមិនមែនតែថៃណាព្រោះថ្ងៃនេះនិយាយតែថៃសិនដូចបៀមកវងអញ្ចឹងយើងទល់មុខណាយើងនិយាយតែនោះសិនគាត់បៀមកវងមិនមែនតិចណាប្រទេសញោមដូចឆាក្តៅមកផ្ទះអញ្ចឹងហើយគេពាត់គ្នាជុំវិញខ្លែងទៀតប្រទេសយើងនេះណាដូចផ្ទះមួយគេឆាមន់អញ្ចឹងហើយប្រហែលគ្រឿងទៀតគេអង្គុយពាត់ជុំវិញកាន់ស្រាបៀអញ្ចឹងវែកមួយមានកោអញ្ចឹងទាំងយួនទាំងសៀមប៉ុន្តែយើងទល់មុខណាយើងថាទៅព្រោះឥឡូវមានរឿងមួយថៃថានិយាយមួយថៃទៅណាញោមដឹងទេមុននឹងមានខ្មែរមុននឹងមានពាក្យខ្មែរក្រហមឬអង្គការជាតាណានងចេញមកវាផ្ដើមចេញពីការបង្កើតចលនាសិនកខកខងជាក្រុមស្តៀងតែគណៈបកស្តៀងតែអង្គការស្តៀងតែស្ថាប័នស្តៀងតែក្រមមនុស្សធម៌ស្តៀងអញ្ចឹងតាំងពីចំនួនដាច់ចេនុមកមុននឹងទៅទៀតបើនិយាយពីចំនួនព្រះអង្គមកកាលដែលព្រះអង្គដួលខ្ពកណាក៏មានចំណែកចូលរួមនៅខាងថៃទៀតដែរជួយព្រះអង្គដួលខ្ពកការដែលខ្មែរក្រហមលេចមុខឡើងប្រសិទ្ធនាមទៅជាខ្មែរក្រហមពិតប្រាកដក៏មានថៃនេះដែរណាការដែលខ្មែរក្រហមត្រូវបានគេវាយដួលមិនព្រមទៅណានៅតែឈរជើងបានយូរមិនទាន់សាបសូន្យក៏មានថៃនេះដែរជាអ្នកទុកការដែលពលរដ្ឋយើងរត់ចោលក្រុងទម្លាស់ទៅនាំគ្នានៅទួលដែនជ្រោកតប៉ាតតង់មិនជ្រោកលើដីថៃណាច្រឡំគឺលើដីខ្មែរនោះឯងភូមិព្រៃច័ន្ទរងថ្ងៃហ្នឹងម្ដុំនឹងផ្សេងម្ដុំនាំគ្នានៅកណ្ដាលវាលនោះណាគេស្រះលបងពាត់ជាមួយដូចមើលរូបភាពនោះមិនមែនលើដីថៃណានៅលើដីខ្មែរគ្មានថៃណាមួយឲ្យយើងទៅជ្រោកលើដីវាទេអត់មានថៃណាមួយជួយខ្មែរទេកុំច្រឡំ
ដូច្នេះត្រូវយល់ចេតនាថៃបានប្រសិនបើវាដាច់ស្រេចរឿងទឹកដីទៅនឹងថាជារបស់វាដូចវាអាងមែននោះណាវាគ្មានយល់យោគញោមអីទេវាធ្វើស៊ីញោមបាត់ហើយដូច្នេះសូមឲ្យញោមច្បាស់លាស់គំនិតត្រង់ហ្នឹងការដែលវារេរៃធ្វើអំពើរបៀបហ្នឹងសពថ្ងៃដោយសារថាវាមិនអាចធ្វើបានវាមិនអាចធ្វើកើតវាគ្មានសិទ្ធិធ្វើកើតវាគ្មានអំណះអំណាងស្របច្បាប់អាចធ្វើកើតវាចិត្តមិនចិត្តវាមិនហ៊ានមិនអាចធ្វើកើតហើយក៏គ្មានកម្លាំងអាចធ្វើកើតដែរមិនខ្មែរអត់មិនខ្មែរអត់តបទេណាមិនខ្មែរទៅលងមូលច្របាច់ស៊ីស្ងោស៊ីណាមូលហេតុហ្នឹងបានវាធ្វើបានប៉ុណ្ណឹងឲ្យយល់ទៅនឹងផងបើញោមយល់អញ្ចឹងក៏យល់ពីការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាដែរថាហេតុអីបានយើងធ្វើបានតែប៉ុណ្្នឹងហេតុអីបានយើងឆ្លើយតបតែអញ្ចឹងរំលឹកញោមថាថ្មីណាដែលលោកញោមសុភ័យ7ទឹកដីតំបន់នេះណាទីមួយត្រូវច្បាស់សិនថាអត់មានថៃណាមួយល្អខ្មែរទេហើយទឹកដីម្ដុំដែលមានរឿងមួយថៃនេះអាត្មានិយាយតែភូមិដែលមានរឿងមួយថៃនេះម្ដុំនោះដាច់ស្រេចរួចហើយខាងខ្មែរនឹងនិយាយថាដាច់ស្រេចហើយតែយើងដាច់ស្រេចដោយសារអីមានសំអាងខ្មែរមិនមែនប្រឌិតទេដាច់ស្រេចទៅតាមផែនទីបារាំងសៀមដាច់ស្រេចទៅតាមកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលសៀមក្រោយមកទៀត MOU ដាច់ស្រេចហើយតាមកដាស់ដែលជាផ្លូវការតាមប្រវត្តិដាច់ស្រេចហើយថៃនឹងក៏ស្របទទួលព្រមថាដាច់ស្រេចដែរប៉ុន្តែសពថ្ងៃវាកើតជំងឺវារើឡើងវិញវាត្រឡប់សូត្រសាថ្មីថាអត់ដាច់ស្រេចទេក៏ព្រោះតែបង្កើតនៅការប្រកាន់ថាអត់ដាច់ស្រេចដោយខ្លួនឯងនោះហើយបានជាវាធ្វើអំពើដែលមិនដាច់ស្រេចក៏ជាមូលហេតុដែលវាបានត្រឹមតែលោខ្ញុំយល់ទេអញ្ចឹងទៀតនេះមិនដឹងជាធ្វើអីទេអាត្មាធ្លាប់និយាយខាងដើមវាធ្វើនៅអំពើដែលយើងធ្វើតែទ្រាំលេខបានមិនអាកចំទេប៉ុន្តែស្តៀងទាំងអាកមិនមែនអាកខ្វាច់ទេប៉ុន្តែធ្វើនឹងស្តៀងទាំងអាកសម្រាប់តើណាធ្វើឲ្យស្តៀងទាំងអាកតែហ្មងឥឡូវអាត្មាបែងចែកញោមស្ដាប់ណាអ្វីទៅហៅថាអាកតែហ្មងអ្វីទៅហៅថាស្តៀងអាកញោមមិនដែលហៅថាអាកតែហ្មងណាទី1ប្រើកម្លាំងបាយមកដដើមយកទាំងស្រុងតែម្ដងទាហានកងទ័ពវាយយកហ្មងអានោះហៅថាអាកមួយអាកមួយទៀតបើថាមិនប្រើទាហានទេមកប្រើកម្លាំងបាយវាយយ៉ាងហ្មងទេគឺប្រើកម្លាំងបាយដូចគ្នាប៉ុន្តែមកជំលៀសពលរដ្ឋខ្លួនឯងតែម្ដងគាត់ដេញចុះពីផ្ទះដូចពលពតទៅមកភូមិអញចេញហ្នឹងហៅអាកទី2បើវាធ្វើយ៉ាងម៉េចណាដល់ពេលអាកទី3មានន័យថាភូមិបើអញដីបើអញបោះបកគោលរំដែនមិនមែនគ្រាន់តែធ្វើអីស្តៀងបោះបកគោលណាអាគាត់បលារស់ឬដាក់កង់ឡានឬក៏យកกระดาษមកដោតនោះមិនមែនបោះបកគោលរំដែនទេតែវាស្តៀងគឺបោះបកគោលរំដែនហ្មងតែម្នាក់ឯងបើអញធ្វើផែនទីតែឯងបើថៃធ្វើ3នងមែនណាអាហ្នឹងបានហៅថាអាកតែសប្តាហ៍ថ្ងៃវាធ្វើឲ្យប្រឆិតហ្នឹងស្តៀងទាំងអាកខ្ញុំយល់ទៅនឹងបានទេអាត្មានិយាយដដែលឲ្យញោមបានយល់ថាហេតុអ្វីបានវាធ្វើបានតែប៉ុណ្្នឹងដោយសារទីដីហ្នឹងវាដាច់ស្រេចតាមច្បាប់ត្រឡប់រួចហើយប៉ុន្តែដោយសារថៃវាអាងកម្លាំងបាយវាអាងស្អីរបស់វាហ្នឹងវាគូផែនទីម្នាក់ឯងសារជាថ្មីរំលោភចូលមកទាំងដែលវាធ្លាប់ព្រមព្រៀងមួយយើងជាកដាស់ស្នាមផ្លូវច្បាប់រួចម្ដងហើយមកដល់ពេលឥឡូវនេះវាអាងផែនទីរបស់វាដែលជាផែនទីផ្លូវការគេថាផែនទីយោធាហើយពលរដ្ឋវាឬក៏និស្សិតបញ្ញវន្តវាឬក៏អ្នកនយោបាយវាមួយចំនួនដែលវាយល់អំពីរឿងហ្នឹងវាដឹងពីការពិតដែរវាមិនទៅប្រចាំងយោធាទេវាចិត្តអត់មាត់ពួកប្រទេសវាថៃគឺអញ្ចឹងបើយើងវិញណាបើពូជខ្មែរវិញអាត្មានិយាយបេះដូងខ្មែរវិញឧទាហរណ៍បើរដ្ឋាភិបាលខ្មែរមួយខ្លែងផែនទីទៅយកដីគេវិញណាប្រើយោធាទៅយកវិញអត់មានណាច្បាំងមួយយោធាខ្មែរទេគឺខ្មែរហ្នឹងតែម្ដងខ្មែរយើងនោះឲ្យតែគេនិយាយពីរឿងសិលធម៌យុត្តិធម៌ស្រឡាញ់ភាពត្រឹមត្រូវតិចពួកនឹងងើបដែរងើបទៅច្បាំងជាមួយរដ្ឋាភិបាលឯងហ្នឹងហ្មងទៅច្បាំងមួយធានឯងតែម្ដងបើមិនដូច្នោះធានកងកម្លាំងធានឯងហ្នឹងខ្លួនឯងច្បាំងជាមួយមេខ្លួនឯងតែម្ដងពូលយករបស់គេទៅរួចទេខ្មែរប៉ុន្តែថៃអត់ទេណាมันខ្វះទេអ្នកច្បាប់អ្នកនយោបាយអ្នកបុរាណវិទ្យាអ្នកវត្តវិទ្យានិស្សិតបញ្ញវន្តថៃដែលចេះដឹងមួយចំនួនធំដឹងពីរឿងហ្នឹងដែរដឹងថាអំពើរបស់យោធានោះវាយ៉ាងម៉េចដែរតែក៏ព្រោះថៃវាជាតិនិយមវាសុខចិត្តបំពេញវាអត់មកទេបំពេញទៅបើបានយកមើលថាមិនតំណងទេចាំលោកដៃតែធ្វើបានយកមកធ្វើមិនដឹងមកប្រឡំដេកមកថៃគឺបែបនោះខ្មែរយើងអត់ចង់ខ្ញុំសាកបើដឹងថាច្បាស់ថាយើងលើកទៅយករបស់គេវិញខ្មែរយើងវាចាំងនេះឯងមកអត់មានខ្មែរណាមួយទៅយកដីគេបានទេកុំនិយាយពីរឿងប្រាជ្ញាកុំនិយាយពីរឿងកម្លាំងវាមានណានិយាយពីរឿងថាវាយនេះឯងនឹងមកអត់ទៅយករបស់គេកើតទេបើរៀនទៅយករបស់គេរៀនកើតទេខ្មែរពូជខុសគេចឹងប៉ុន្តែយកណាដូច្នេះស្អីដែលវាមកធ្វើរាល់ថ្ងៃហ្នឹង
ចាស់បលាដាក់កងឡានយកយោធាមកដល់ល្បាតធ្វើរាវមីនធ្វើប្រកាសប្លង់ដីធ្វើដូចជាស្អីស្នើសុំអង្គសានវ៉ាតបំណងរបស់វាតែមួយគត់គឺថាឲ្យយើងនឹងរត់តែចេញពីតំណងទៅដើម្បីវាជ្រៀតចូលថែមទៀតដូចលេសដោះសារមួយដែលវាបានលើកឡើងថ្មីនោះវាចង់ទៅចូលដីម្ដងក្នុងថែមទៀតដើម្បីដោះមីនយកមកឲ្យវាចូលមិនមែនខ្លាចមីនទេវាយកយោធាមកដាក់ឲ្យវាអត់ទៅវិញទេដូច្នេះបានជាវាខំចាក់ធុងបាសខំចាក់អីមិនមែនដូចស្រុកយើងទេបើលឺគឺយើងទៅធ្វើដាក់គេយកវិញយើងខាត់គ្នាបាត់ហើយតែយោធាវាអត់ទេយោធាវាសាតអាម្នាក់ដែលមេកំណត់ឈ្មោះចោមបលាំងនោះអាមួយជ្រុលនិយមនាំមកយកអាចមកមុនអានោះឯងមេកំណត់ក្នុងការបោះដ្រូនបោះឲ្យដាក់រូបខ្មោចចាក់ភ្លេងរំខានអ្នកស្រុកយោធាវាគ្រប់ត្រូវទៀតវាធ្វើដើម្បីរំខានឲ្យពលរដ្ឋវាយុរូបយល់ថាបើធ្វើអញ្ចឹងយូរទៅពលរដ្ឋយើងថងថប់លេងអីទៅវិច្ចរត់ចុះទៅផ្ទះអញ្ចឹងបើតើមកវាចូលមកថែមអញ្ចឹងទៅវាគិតអញ្ចឹងខ្ញុំមិនតាំងជាសំណួរសួរលេងទេសួរថាទេបើភូមិរបស់ឯងមែនអញ្ចឹងណាបើភូមិរបស់ឯងមែនដីរបស់ឯងមែនអញ្ចឹងឯងអសូរខ្មែរមិនឯងធ្វើវិធីអញ្ចឹងធ្វើឲ្យខ្មែរនឹងដូចថាចេញទៅដោយស្រួលអញ្ចឹងណាតិចម្ដងដើម្បីមកឲ្យប៉ះពាល់ធំមកវាឯងអសូរខ្មែរអាណិតខ្មែរមែនមិនមែនអសូរអាណិតទេណាញោមអត់មានថៃណាមួយអសូរអាណិតទេនៅលើឆាកអន្តរជាតិថៃជាជនជាតិថោកទាបហ៊ានសូត្រភាសាប្រឌិតថាម៉េចនៅលើឆាកអន្តរជាតិថៃសូត្រថាចំនួនខ្មែរថៃហ្នឹងដូចមិនចាំបាច់ឲ្យមានប្រទេសទី3ទី4ចូលមកទេមិនគួរណាខ្មែរប្រតិចរឿងនឹងឲ្យធំទេវាជារឿងដែលខ្មែរនិងថៃដោះស្រាយតែគ្នាឯងបានគេនិយាយទេរឿងតូចហ្នឹងដោះស្រាយតែពីរអ្នកបានដូចបងប្អូនគ្នាទៅបកករឿងទៅអីចង់ឲ្យអន្តរជាតិមើលឃើញថាខ្មែរនេះទេដែលជាអ្នកបកករឿងប្រតិចរឿងតាមពិតរឿងតូចមួយពីរអ្នកនិយាយគ្នាបានសោះខ្ញុំគិតមើលពាក្យថោកទាបមួយដែលថៃបានសាងឡើងណានៅលើឆាកអន្តរជាតិថ្មីនេះថៃបាននិយាយបដិថារដ្ឋាភិបាលកម្ពុជាឬពលរដ្ឋកម្ពុជាមិនគួរល្មើសខ្លួនថៃទេតាមពិតទឹកដីទៅនោះគឺទឹកដីដែលថៃឲ្យពលរដ្ឋកម្ពុជាជ្រោកជំនះខ្លួនសម័យពលពតមិនមែនទេណាបដិអាត្មានិយាយខាងដើមហើយពលរដ្ឋខ្មែរជំនះពីខ្មែរក្រមទៅនោះទៅជ្រោកទៅនៅលើដីខ្មែរទេប៉ុន្តែពីគេដីថៃតែដីខ្មែរសឹកហើយមានរឿងដែលចាត់ទុកថាមិនពិតទៅចុះណារឿងពីពេលដែលអាត្មានិយាយទៅថាមិនពិតទៅចុះវងកញ្ចក់នៅក្នុងពេលនោះមានការប្រកាសប្រគល់ព្រំដែនពីប្រទេសថៃចូលដីខ្មែរប្រកាសប្រគល់ដែលមានស្រាប់ហ្នឹងចូលមកក្នុងតំបន់ពលរដ្ឋខ្មែររស់នៅដើម្បីទប់កុំឲ្យកងទ័ពវៀតណាមដែលវាចូលទីក្រុងខ្មែរហ្នឹងវារុលទៅដល់ដល់ទៀតដើម្បីបង្ហាញថាអាហ្នឹងដល់អធិបតេយ្យថៃហើយដល់អធិបតេយ្យដីរបស់ថៃហើយអាចទៅទៀតទេតែពិតមិនដីថៃចំនួនសួរថាប្រគល់ដែលប្រកាសមកនោះមកដល់ពេលឥឡូវយកទៅវិញនៅគឺស្ដាប់មើលទៅនៅដែរណាប្រកាសមកអញ្ចឹងទៅដើម្បីទប់ស្ដាប់កងទ័ពខាងនោះកុំឲ្យរុលមកទៀតដើម្បីការពារកុំឲ្យចូលអធិបតេយ្យភាពរបស់ថៃដើម្បីការពារពលរដ្ឋខ្មែរនៅត្រឹមហ្នឹងដើម្បីខ្មែរក្រហមឃើញថាអូដីនេះដីថៃទេត្រឹមហ្នឹងកុំរុលមកណាជាប់ប្រគល់នឹងយកទៅវិញដែរទេអានេះទុកថាមិនពិតទេណាមកគ្រាន់តែខ្ញុំបានលឺឃើញទេខ្ញុំគិតមើលឲ្យតែពេលណាយើងបែកបាក់ខ្ញុំចំណាំមើលឲ្យតែពេលណាយើងបែកបាក់មានតែរឿងគេចំណេញលើយើងគ្មានអាណាល្អជាខ្ញុំទេមានពេលខ្លះយើងចាញ់កលកំណត់ទស្សនៈមនោគមវិជ្ជាមួយចំនួនឧទាហរណ៍យើងមានក្រុមមានគ្នាទូចមួយប៉ុន្តែយើងមានចំណុចអវិជ្ជមានដូចថាចំណុចល្អរបស់យើងមានតែ5អវិជ្ជមានមាន10ឧទាហរណ៍ដោយការដឹកនាំឥឡូវចឹងមករួមគ្នាបានដុំប្រពន្ធប៉ុណ្ណឹងណាល្អបាន5ក៏ជើធ្លុះ5យកមកអាក៏ជើធ្លុះ5នោះគឺជាចំណុចដែលគេបែកបាក់ខ្មែរគេពង្រៀនឲ្យពលរដ្ឋខ្មែរមើលតាមនោះទេឲ្យធ្ងន់តាមនោះចំណែកស្ដីល្អចំណុចវិជ្ជមានមើលឃើញទេមិនត្រេកអរកើតទេបើរៀនវាឲ្យឃើញតាមនោះច្រាំតាមនោះជ្រុំតាមនោះជក់ចិត្តតាមនោះដិតតាមណានោះទៅយូរទៅវាបតៃបន្តផ្លូវរាប់ខ្លួនវាជ្រុះញ៉ៃមែនទេញោមណាកែវភ្នែករបស់ពលរដ្ឋយើងសពថ្ងៃនេះភាគច្រើនមើលឃើញថាមើលឃើញរឿងអីពុកអលួយមិនត្រេកអសមត្ថភាពភាគច្រើនមើលឃើញចឹងដែលដិតតាមជាងគេណាភាគរយនៃអារម្មណ៍ច្រើនគឺដិតតាមអញ្ចឹងច្រើនជាងចុះចំណែកវិជ្ជមានចំណែកល្អទាំងឡាយនៃគោលមោទនភាពវានៅក្នុងចិត្តដែរទេនេះស្មើថា50ណាអត់ទេគេត្រូវការឲ្យពលរដ្ឋមួយអញ្ចឹងណាញោមព្រោះតែពេលណាប្រទេសមួយបែកជា2ជា3ហើយដែរចំណេញនេះខ្ញុំអាត្មានិយាយពីប្រវត្តិខាងដើមញោមស្ដាប់ម្ដេចសែននុដួលព្រះរាជបល្ល័ង្កក៏មានថៃចូលរួមនិយាយតែថៃណាយើងដូចផ្ទះឆាមួយអញ្ចឹងអាពួកនោះអង្គុយពាត់ជុំវិញកាន់កំប៉ុងហើយកាន់ទៅព្រាមួយអង្គុយជោគឆាក្តៅពាត់ទៅវិញប៉ុន្តែនៅក្នុងពេលហ្នឹងលេខបៀលទល់មុខថៃអាត្មានិយាយពីថៃទៅថៃគឺជាចំណែកនៃការចូលរួមបដួលសង្គមរាជនិយមខ្មែរក្រហមកើតឡើងអង្គុយថៃជាអ្នកជួយបង្កើតខ្មែរក្រហមរលំទៅវិញតែមិនរលំទៅស្រង់នៅតែមានកម្លាំងមកវាយខ្មែរមិនឈប់មកទល់មើលរដ្ឋាភិបាលក៏មានថៃនេះដែរជាអ្នកទប់ទៀត
ក្នុងគណៈដែលពលរដ្ឋខ្មែរឯងជំនះទៅនៅទឹកដីវាក្នុងធ្វើបាបសពគ្រប់មានសម្រាប់មានអីដូចយកបានលឺរឿងក្នុងខ្មោចក្នុងអីមិនតែប៉ុណ្ណឹងឲ្យឆ្លៀតបកលបកគោលព្រំដែនទៀតផងរឿងណាមួយអនុគ្រោះយើងអត់មានទេញោមពូជសាសយើងកំសត់អត់មានណាមួយអនុគ្រោះយើងទេអត់មានណាមួយអនុគ្រោះយើងទេតំណាក់តំណងបុគ្គលជារឿងផ្សេងញោមអាត្មាមិននិយាយថាពូជសាសមួយទៅអត់ក្រោយចង់និយាយថាការស្គាល់បុគ្គលមានល្អមានអាក្រក់នៅពេញដីលើលោកហ្នឹងប៉ុន្តែគោលចំហប្រទេសមួយដែលរួមអត់មានប្រទេសណាមួយឆ្លោះអាណិតខ្មែរទេហើយខ្មែរជប់ច្រឡំទៅជប់រាប់អានប្រទេសដទៃហ្នឹងព្រោះប្រើមនុស្សចេតនាណាអត់ទេត្រូវប្រើគោលការណ៍បើចំណេញបើបានរាប់អានប្រឆាំងក៏បានស្របក៏បានបើបានប្រយោជន៍ខ្មែរត្រូវតែអញ្ចឹងសក៏ដោយខ្មៅក៏ដោយសេរីក៏ដោយកុម្មុយនីសក៏ដោយប្រទេសធ្លាប់មានឆ្លោះគ្នាក៏ដោយប្រទេសមិនធ្លាប់ឆ្លោះគ្នាក៏ដោយអត់នៅក្នុងចិត្តទេនៅក្នុងពេលនេះមានតែគោលការណ៍ថាសហការជាមួយបើមានប្រយោជន៍ក្រោកឡើងប្រឆាំងបើមានប្រយោជន៍ពិភពលោកគេរស់អញ្ចឹងអស់ហើយនៅតែខ្មែរហ្នឹងទេប្រើបេះដូងធរយកប្រទេសមួយទៅសេពគប់ប្រទេសប្រើបេះដូងនៅប្រទេសយើងមួយហ្នឹងអូយរាប់អានប្រទេសនេះទៅវាពូជសាសន៍នេះវារឿងល្អបន្តិចយកបេះដូងឯងទៅដាក់អញ្ចឹងហើយកុំរាប់អានចិនស្អីទេមកសាពុកាប់ដាវមកឆ្លួយអូគេយកបេះដូងទៅចុះចេះតែកិច្ចខ្មែរមួយចំនួនអត់តែចិនងាប់ស្ដោកដកភ្លាមងាប់ស្ដោកយ៉ាងយូរមួយអាទិត្យដកទាំងស្រុងសាក់មើលមួយអាទិត្យបើជាមួយថែតអីណាបើមួយចិនវិញដកហូតទាំងអស់មួយអាទិត្យយ៉ាងយូរងាប់ទាំងអស់ជាមួយយូរនេះកុំស្ទើរដែរពូជសាសន៍នឹងយើងធ្លាប់មានរឿងវាច្រើនយកមកដកការសហការអញ្ចឹងដកការរកស៊ីដកតំណែងទៅអីចេញទាំងស្រុងមកដកផ្លឹបមកប្រហែលខែនៅគាត់វិញវេទនាទាំងអស់ក្រុមពេញក៏វេទនាដែរនិយាយបែបហ្នឹងឲ្យខ្ញុំរៀនគិតវែងឆ្ងាយថាប្រទេសនឹងប្រទេសវាខុសពីបុគ្គលនឹងបុគ្គលខ្ញុំយើងអាចរាប់អានមនោចេតនាមើលណាក្រក់យើងបាច់រាប់វាស្អប់មកទៅប៉ុន្តែប្រទេសមួយនឹងប្រទេសអត់ចឹងទេគេត្រូវបង្រៀនឲ្យពលរដ្ឋក្នុងប្រទេសមួយមានចំហបត់បែនឲ្យមានគោលការណ៍មួយថាចំណេញយកបើមិនចំណេញទេថយសខ្មៅអត់សំខាន់ចិនបើចំណេញដល់ខ្មែរយើងទទួលស្គាល់គេមិនឆ្លើយតបគេយ៉ាងម៉េចអូអាមេរិកមកទទួលស្គាល់គេយ៉ាងម៉េចអូយួនមិត្តក្បែរខាងសហការគ្នាអូថៃមានចំនួនពេលហ្នឹងដែរឧទាហរណ៍4 5ឆ្នាំទៀតអត់ចំនួនក៏ត្រូវសហការមួយថៃដែររកស៊ីវាឡើងវិញហើយដីពួកបើយើងមិនទិញរបស់វាក៏ទិញរបស់យើងដែរយើងលក់អត់ចាញ់នឹងឧទាហរណ៍របស់បកគោរំដៃហើយណាឧទាហរណ៍ទេខ្ញុំលេងជាពិសេសខ្ញុំលេងអ្នកបុយប៉ែតឧទាហរណ៍ថាយើងដាច់ស្រេចរួចហើយណារបស់បកគោព្រំដែនធ្វើប៉ែនទីចប់រឿងហើយលើទៅមួយឆ្នាំចោលតិចចិត្តបន្តិចរកស៊ីទេជារួចទេអញ្ចឹងពួកការរកស៊ីមិនយើងទិញតែគេណាបើយើងមិនទិញរបស់គេគេមិនទិញរបស់យើងអញ្ចឹងដើម្បីថៃទិញរបស់អញយកឲ្យទៅលក់ថៃបានវាទៅអញទិញរបស់ថៃដែរពេលការយកទេត្រូវតែមិនស៊ីឲ្យស្អីដល់ឲ្យទៅថៃអញឲ្យទៅចូលពោះអញបោកចេញមកវិញអញទៅចិត្តលេបឆ្នាំកំអួតចោលអត់កើតទេញោមធ្វើយ៉ាងបានមានតែយើងហោះលើពេកយើងចង់លក់ឲ្យថៃមិនឯណាវាទិញយើងតែម្នាក់ឯងយើងលក់ឲ្យវាចេះទិញទៅដល់ពេលវាលក់មកយើងយកទិញពេកការចឹងមួយយួនក៏ចឹងដែររបស់យួនយើងកំទិញណាឧទាហរណ៍ខ្មែរយួនចឹងល្អហើយឲ្យតែរបស់អញវាមិនទិញខ្មែរហ្នឹងចុះរបស់ខ្មែរអញទិញអត់នោះទិញចឹងហ៎អត់ទេញោមត្រូវតែទិញរបស់វាចិនក៏អញ្ចឹងអាមេរិកក៏អញ្ចឹងប្រទេសនឹងប្រទេសវាខុសពីបុគ្គលនឹងបុគ្គលណាញោមពាក្យដែលអាត្មានិយាយមិញណាបើនិយាយឥឡូវវិញណានិយាយនំជេរមកឧទាហរណ៍ណាមួយទៅបកថៃណាទេយើងមិនត្រូវខឹងថៃទាំងស្រុងទេតិចទៀតយើងរកស៊ីវាវិញហើយបើថាមិនមកទេក្នុងចន្លោះពេលហ្នឹងយើងដោះស្រាយឬព្រំដែនផ្សេងប៉ុន្តែយើងបើកច្រកលោកដូរផ្សេងទៅណាកន្លែងណាយើងស្មើគ្នាណាលក់ទៅលក់មកបានយើងធ្វើយ៉ាងទៅកន្លែងណាឆ្លួយធ្វើយ៉ាងកើតនេះមួយពលរដ្ឋឡើយធ្វើយ៉ាងមកមិនថាក្បត់ទៀតឡើយខ្ញុំមកអាត្មាឧទាហរណ៍ថាពេលបោះបកគោរំដែនដាច់ស្រេចហើយមួយឆ្នាំទៅមុខទៀតណាពេលនោះអាចទទួលយកបានបើយើងមិនទិញរបស់វាមិនទិញរបស់យើងប្រទេសនឹងប្រទេសគឺយកញោមមកដល់ពេលសប្តាហ៍ថ្ងៃគេមានយកបេះដូងថាយើងរាប់គេហ្នឹងព្រោះសង្កេតឃើញថាជនជាតិនេះស្តៀងអញអធិស្ឋានល្អម្យ៉ាងដោយសារអញមើលរឿងភាគវាច្រើនចំណៃវាធ្វើទៅត្រូវមាត់ទីឆ្ងាញ់ខាងនោះកុំទិញណាបន្លែយួនគីមីមិនស្អីទេវត្តសាស្ត្រនឹងស្អីថៃនេះខ្ញុំចូលចិត្តមូកថាអញ្ចឹងសេពគប់ថៃវិញល្អជាងប្រទេសគេអត់ល្ងើអញ្ចឹងទេគេរាប់អានប្រទេសដែលប្រើបេះដូងឬប្រើសារជាតិឯកជនអីយ៉ាងទេមានតែពលរដ្ឋល្ងើទេដែលប្រកបប្រទេសទៅយកពិភពលោកគេងើបអស់ហើយនៅតែខ្មែរហ្នឹងដេកលក់កាត់ជំងឺnữaខ្មែរយើងកាត់ជំងឺលេងទេប្រើតែអារម្មណ៍បោកបុកនេះរឿងព្រំដែនក៏យកដែរបើនិយាយទៅខឹងអីទៀតឡើយដឹងតែបោកបុកអញ្ចឹងណាញោមទីដីដែលមានចំនួនមួយថៃក្នុងគណៈដែលភាគីទាំងសងខាងអត់ទាន់បង្កើតគណៈកម្មការអត់បាននិយាយស្អីណាក្នុងគណៈដែលភាគីទាំងសងខាងនេះគឺកម្ពុជាថៃនេះអត់ទាន់បានដាច់ស្រេចគ្នា
ព្រមព្រៀងគ្នាក្នុងការកំណត់ទឹកដីច្បាស់លាស់ឈានទៅរកការបោះបង្គោលព្រំដែននិងការកំណត់ផែនទីជាផ្លូវការឲ្យអង្គការសហជាតិទូស្គាល់ទេនៅក្នុងចន្លោះពេលនោះថៃអាចបកករឿងបានហើយតែវាបកករឿងបានព្រោះវាជាចោលវាអានកន្លងបាយមិនមែនយើងប្រាថ្នាវាបកករឿងទេបើខ្ញុំលោកសួរថាចុះបើវាធ្វើយ៉ាងបានមិនក៏យើងមិនធ្វើឲ្យដូចវាតែវាធ្វើមិនធ្វើយ៉ាងឲ្យប៉ែកមកណាមួយទៅមួយមកមួយទៅមួយមកឯងចេះអាចអញចេះនោមឯងស្រះបលាញ់បោចបលាឯងស្រះដីអញស្អែកស្រះដីឯងឯងយកអិចស្កាយកអិចឯងយកកភ្លើងអញយកបេឯងយកទី10នាក់យក20នាក់មិនក៏យើងមិនធ្វើយ៉ាងទៅធ្វើយ៉ាងមកយើងធ្វើយ៉ាងអត់បានទេស្ដាប់ទៅអត់សុបាយចិត្តទេមែនទេថៃធ្វើបានមិនយើងធ្វើបានយើងធ្វើយ៉ាងអត់បានទេព្រោះបើយើងធ្វើយ៉ាងបានយើងនឹងដូចថៃចឹងយើងជាអ្នកត្រូវដើម្បីអីត្រូវដើម្បីងាប់ឯងត្រូវស៊ីអាចកើតឯត្រូវមែនទេត្រូវដើម្បីមានតម្លៃផ្លូវច្បាប់ត្រូវដើម្បីឈ្នះក្តីចុះមកខាងទៀតមិនក៏វាព្រមខុសព្រោះវាដឹងថាវាឈ្នះក្តីទេអ្នកបំពេញវាត្រូវតែព្រមខុសយ៉ាងម៉េចមិនរឹកពីដូចគ្នាដាក់បានទេខ្ញុំក្រៃខុសត្រូវឯងមិនស្មើគ្នាណាពីគ្រឿងនេះមិនស្មើគ្នាណាខ្ញុំច្រឡំណាគោលខុសគ្នាប៉ូលខុសគ្នាប៉ូលខុសគ្នាពូមិញបើប៉ូលខុសគ្នារឹកពីរបស់ប៉ូលក៏ត្រូវតែខុសគ្នាដែរមិនមែនព្រោះចង់ទេព្រោះប្រកបតែធ្វើចង់បើប៉ូលខុសគ្នារឹកពីនៃប៉ូលក៏ត្រូវខុសគ្នាដែរអញ្ចឹងមួយប៉ូលចោលរឹកពីរបស់ចោលវាត្រូវរឹកពីយ៉ាងម៉េចមួយប៉ូលអ្នកត្រូវគេប្លន់តែរឹកពីរបស់ប៉ូលអ្នកត្រូវគេប្លន់ត្រូវធ្វើម៉េចត្រូវតែធ្វើដូចចោលវិញទេអត់ទេត្រូវតែកត់ត្រាត្រូវតែរកខុសតាងត្រូវតែរកភាគ2 3 4 5មកជួយកត់មកជួយចំណាំថ្កោលទោសរឿយដាក់សម្ពាធប៉ូលអ្នករងគ្រោះប៉ូលអ្នករងគ្រោះហេតុអីត្រូវធ្វើរឹកពីអញ្ចឹងរឹកពីដើម្បីឈ្នះក្តីតាមបែបបទអ្នករងគ្រោះចុះចោលវាមិនឈ្នះក្តីបើអញមិនឈ្នះក្តីផងអញទៅធ្វើរឹកពីដូចជនរងគ្រោះទៅរឿងគឺវាអញ្ចឹងមកខ្ញុំទាន់ដល់ខ្លះទេប៉ុន្តែបើយើងជាប៉ូលខុសវាខុសពីយើងអញ្ចឹងវាមានន័យថាមិនមានន័យថាយើងត្រូវតែជឿចាប់ជាងវាកាប់អត់ហើយគឺត្រូវតែជឿចាប់ជាងវារដ្ឋាភិបាលគួរតែប្រាប់ពលរដ្ឋឲ្យត្រង់ទៅថាយើងត្រូវតែជឿចាប់ជាងវាប៉ុន្តែប្រយោជន៍នៃការជឿចាប់ហ្នឹងដើម្បីជឿងាប់ឯងជឿទៅទៅជឿចាប់គឺជឿងាប់អញ្ចឹងថាមិនមែនទៀតដូចបាននិយាយមិញអញ្ចឹងខ្ញុំលេងឧទាហរណ៍ងាយៗចេះឧទាហរណ៍ផ្ទះក្បែរគ្នាមកខាងទៀតមកពៀនបរោញោមអញ្ចឹងញោមឯនោះមកខាងទៀតគឺត្រូវប៉ូលខុសគ្នាអញ្ចឹងឯងប៉ុន្តែអត់កុហកគ្នាបានទេណាថាប៉ូលខ្មែរនេះគឺជាប៉ូលដែលត្រូវតែជឿចាប់ជាងថៃសម្រាប់ទស្សនៈអាត្មាគ្រាន់តែជាបុគ្គលឯកជនណាអាត្មាគិតថាប្រសិនបើត្រូវបានដីដោយដាច់ស្រេចដោយការបបគោព្រំដែនទទួលបានយុត្តិធម៌ក្នុងថ្ងៃអនាគតបបគោព្រំដែនផងធ្វើផែនទីតម្កល់អង្គការសហជីវជាតិដោយដាច់ស្រេចផងទោះបីត្រូវឈឺមួយឆ្នាំក៏អាត្មាព្រមដែរបងអ្នករងគ្រោះត្រូវរបកស្បែកផងរបកមុខផងរបូតកូនមរៀមមួយផងតែត្រូវតែបានស្រឡឹងដល់លទ្ធផលធម្មតាត្រូវតែបានទឹកដីហ្នឹងបើជាអាត្មាបុគ្គលឯកជនមិនពលរដ្ឋទូទៅណាអាត្មាយកហើយព្រោះផ្លូវដតីវាអត់មានអាត្មាឡប់បកស្រាយវីដេអូយុគមិញខ្ញុំស្ដាប់មានតែ2ច្រកទេខ្ញុំបើមិនប្រើតបប្រើច្បាប់អត់មានទី3ណាទាំងថៃទាំងខ្មែរបើមិនប្រើតបក៏ប្រើច្បាប់ឥឡូវនិយាយរឿងប្រើតបសិននិយាយខាងខ្មែរទៅណាខ្មែរត្រូវតែប្រើតបដើម្បីបានដីធ្វើម៉េចវាយគេផាំងបដិញគេចេញអស់គូថតតែឈ្នះទៅចុះថៃវាខ្សោយពេកបន្តបោះធ្វើម៉េចបន្តមកបោះបកគោព្រំដែនធ្វើផែនទីនេះឯងអញ្ចឹងមែនខ្ញុំแล้วចុះវាយឈ្នះធ្វើអីដេកស៊ីពោតមិនត្រូវបោះបកគោព្រំដែនមិនត្រូវធ្វើផែនទីតែម្នាក់ឯងនោះដល់ពេលទៅអង្គការសហជាតិគេយកទេគេធាក់ក្បាលយើងចេញប្រទេសខ្មែរហ្នឹងវិញវាយថៃឲ្យកំណត់ព្រំដែនតែម្នាក់ឯងបោះបកគោម្នាក់ឯងហើយមកធ្វើផែនទីអញយកអានេះតើនិយាយពីថៃតបយើងហ្នឹងណាថៃដេកបិទកញ្ចក់មាត់អើយយកមកអានេះនិយាយពីប្រើតបណាអាថ្មឧទាហរណ៍ទេឧទាហរណ៍លើកក្តារគៀនថាដំបងដៃទៅចាប់គោលឲ្យបានថាមានតែ2ច្រកទេច្រកច្បាប់និងច្រកតបឥឡូវខាងខ្មែរសិនយើងប្រើច្រកតបវាយថៃវាអន់ពេកដេកងាប់អស់រត់ចោលភ្លើងអស់តែមើលវិញហ៊ានមើលផង10គីឡូដីមានអើតទេបន្ទាប់មកខ្មែរធ្វើម៉េចបងប្អូនពលរដ្ឋខ្មែរទាំងឡាយអើយសុំសួរទៀតតើធ្វើម៉េចមានធ្វើម៉េចយើងបានដីហើយយើងនៅស្ងៀមទៅអញ្ចឹងហេមិននៅស្ងៀមមិនយើងធ្វើម៉េចតទៅកិច្ចការព្រំដែនបោះបកគោលធ្វើផែនទីផ្លូវការនិយាយមកការដាំនំហើយយកទៅថ្វាយព្រះដ៏មានបុណ្យអង្គការសហជីវជាតិកើតដែរអានេះនិយាយនេះគាត់កើតអត់មានបានកើតដល់រឿងហ្នឹងកើតទេអត់កើត
បើអត់កើតតើប្រាយោធាបានអត់ចឹងទី1ណាចប់បាត់ស្មារតីនិយាយមកដល់ថាបើវាយឲ្យបានដីចង់មែនណាសុខចិត្តវាយមែនឲ្យតែបានមែនឲ្យតែបានដាច់ខ្លាច់ណាតែវាមិនបានទៀតនោះថាឥឡូវបាទទី1គ្មានណាទី2ទេបាទទី2ខ្មែរមានសង្ឃឹមមានប៉ុន្តែរបបស្បែកហើយទេបានយើងថាមានសង្ឃឹមនិយាយខ្យល់មែនអត់ទេដោយសារថាការកំណត់ព្រំដែនត្រូវតែមានឯកសារជាផុសតាងជាឯកសារផ្លូវច្បាប់ដែលមានតម្លៃសម្រាប់ប្រទេសសងខាងផងមានតម្លៃដល់អាជ្ញាកណ្ដាលផងវាមានតម្លៃផ្លូវច្បាប់សម្រាប់កម្ពុជាផងវាមានតម្លៃផ្លូវច្បាប់សម្រាប់ថៃផងវាមានតម្លៃផ្លូវច្បាប់សម្រាប់អង្គការសហជីវជាតិផងតែខ្មែរមានសន្ធិសញ្ញាប្រាំងសៀមក៏បាន MOU ក៏បានចុះថៃមានទេថៃមានដែរបើប្រព្រមតាមនោះប្រព្រមតាមនោះចុះបាត់តែបើបច្រាស់ពីនោះថៃវាអត់មានថៃវាមានតែกระดาษនេះឯងអាត្មាមើលអ្នកវិភាគរបស់ថៃវាយកផែនទីធានមកភាគស្ដាប់វាណាអូចេះសរសេរដល់ពេលត្រេប្រហើយក្រោយក្រៅវងកញ្ចក់នេះគឺជាផែនទីកំណត់ទឹកដីដែលពុំទាន់ជាផ្លូវការទេតែគ្នាឯងសរសេរគ្នាឯងប្រាប់ទៅលើกระดาษនោះទៀតថានេះជាផែនទីដែលមិនយកជាផ្លូវការទេរបៀបដូចចេញសាច់ស្អុយហ្នឹងសាច់នេះដែលហុចទៅហ្នឹងជាសាច់ដែលមិនអាចប្រើបានទេហើយយកនោះឲ្យមករងថ្ងៃណាយកនោះឯងមករងថ្ងៃនោះភូមិប្រៃចាន់ហ្នឹងបងប្អូនខ្មែរមានអាសរិនលក់គួរមួយនោះវាធ្លាប់ពីខ្មែរដែរណានិយាយមីក្រូបៃឡាំបងប្អូនខ្មែរនេះដីថៃទេណានៃធ្លាប់ជាមួយឯងដែរណាដល់ពេលយើងវាទៅធ្វើម៉េចវាទៅធ្វើម៉េចហ៎ឥឡូវនិយាយខាងថៃវិញថៃពីរដែរណាអញ្ចឹងវាប្រើយោធាប្រើយោធាខ្មែរទៅលងមូលចេះវាយព្រូទៅខ្មែរដេកងាប់រីអញ្ចឹងទៅមានណាតបអញ្ចឹងហ៎ខ្ញុំធ្វើកើតហ៎អាស៊ានគេនៅស្ងៀមអញ្ចឹងហ៎ចិនជាដើមនៅស្ងៀមអញ្ចឹងហ៎អាមេរិកអញ្ចឹងជាដើមនៅស្ងៀមហ៎អត់ទេឥឡូវក៏និយាយអាងគេនិយាយតែគ្នាឯងកម្លាំងយើងល្អជាងយើងដេកស្ងៀមនោះដែរកងទ័ពសាពីអាវុធពេញដៃអាវុធថ្មីទិញលាក់ទុកទាំងអស់ថៃមានចំនួនទ័ពលើយើងមែនតែមកពីប្រទេសវាធំហ្នឹងហើយបែងចែកក្រៅក្របែងចែកគេវាតិចជាងយើងដែរវាមិនមកដល់មកទាំងអស់នេះទោះបីមកទាំងអស់មិនខ្លាចទេសម័យតថ្ងៃមកក្របខ្លះងាប់អស់100នាក់ហ្នឹងវាសំខាន់រឿងយុទ្ធសាស្ត្ររឿងការតស៊ូរឿងបែបបត់ដែរថៃណាវាលើយើងអត់ទេសាក់គ្នាប្រហែលដងមិនដែរឈ្នះដាច់ខ្មែរផងគិតមើលប្រើតក៏មិនកើតតកើតដូចគ្នាណាទាំងពីរគ្រឿងហ្នឹងប្រើតក៏កើតដូចគ្នាថៃក៏មិនដឹងដែរថាប្រើតក៏កើតដែរប៉ុន្តែដែលវាចេះតែទីសង្គ្រាមដោយសារវាយល់ថាបើទីសង្គ្រាមទៅខ្មែរនិងថៃវាខ្លាយទៅជាអ្នកប៉ាតអាចគប់គ្នាវាគ្មានណាខុសត្រូវយល់ត្រង់ទេវាមិនមែនតែខំឈ្នះខ្មែរទេវាមិនមែនតែខំទាំងវាយខ្មែរងាប់បដូរមានតែភ្នោដូចជាការពោតត្រង់ជួគ្នាហើយគ្មានណាក្រោកទេវាមិនមែនតែខំយកទេតែវាសង្ឃឹមថាបើទាញចូលសង្គ្រាមទៅបែបបត់ច្បាប់ទាំងឡាយវាខុសអត់ទៅអញ្ចឹងមកវាចិត្តថា7ថ្ងៃទេ5ថ្ងៃទេនោះខ្ញុំត្រូវស្គាល់កន្លែងវាអញ្ចឹងតែវាក៏មានចេញពីវិញក៏តាំងវាក៏ដឹងដែរថាទៅរួចទេបាយយកដីមិនទៅរួចហើយចុះផ្លូវច្បាប់អញ្ចឹងបើទី1ទៅមិនបានវាច្រកទៅ2អាច្បាប់នោះក៏អត់ដែរអញ្ចឹងថៃមានអតីតទី3ថៃមានអតីតទី3ផងណាថៃវាមួយអាទី3នោះគឺឈប់ខូចធុញថប់នាំគ្នាមកគោរពសុចរិតវិញរួចខ្លួនមានន័យថាអើបករឿងប៉ុណ្ណឹងបានទេតោះទៅមកជារួចដោះស្រាយតាម ICJ ដោះស្រាយតាម MOU របស់ប្រគល់ខ្លួនឯងណាដាច់សាច់ជំងឺថៃគឺជំងឺមិនឈ្នះខ្លួនឯងទេថ្ងៃណាវាឈ្នះខ្លួនឯងរឿងក៏វាចាប់តាមនោះនៅក្នុងពេលនោះយើងដេកគិតគ្នាថាយើងធ្វើយ៉ាងម៉េចឲ្យថៃនឹងវាជាជំងឺនឹងវាឈ្នះខ្លួនឯងនោះឧទាហរណ៍ថាអ្នកលក់អ្នកដូរនៅស្រុកថៃអ្នករកស៊ីស្រុកថៃវាខាតទៅវារកស៊ីមិនចេញហើយវាស្រុកវាខូចឈ្មោះទៅស្រាប់ពូមីងវាក្រោកឡើងរុញរដ្ឋាភិបាលរុញយោធាវាឲ្យដោះស្រាយតាមផ្លូវច្បាប់ទៅពេលនោះវាឈ្នះខ្លួនឯងហើយក៏ចប់ទៅញោមតារាវិញជឿតារាវិញទុករបស់យើងរាល់ថ្ងៃនេះគឺទុករងចាំថៃជាជំងឺខ្ញុំដឹងថាទុករបស់ញោមរាល់ថ្ងៃនោះដែលទៅនៅប្រៃច័ន្ទអាត្មាមកដល់វត្តចាស់នេះចាំមើលទៅលេងបាទទៅនេះព្រឹកមកលេងនោះនេះគូផ្សារជនក៏មកដែរព្រឹកហ្នឹងឥឡូវលោកតដល់វត្តអាត្មាមកវត្តលោកទុកដែលញោមដេកហាខ្យល់ហាភ្លៀងនៅវត្តប្រៃច័ន្ទកើតចេញពីឥទ្ធិពលនៃរោគរបស់ថៃអត់ជាបើរោគរបស់វាឈ្នះខ្លួនឯងវាជាពេលណាយើងក៏អស់រឿងពីនោះទុករបស់យើងមកវាអ្នកសាំងហើយដេកហាខ្យល់ហាភ្លៀងដោយសារអីដោយសារអាមួយនោះវាមិនឈ្នះខ្លួនឯងបើវាឈ្នះខ្លួនឯងពេលណាមានន័យថាបើទៅតាមយោធាក៏មិនកើតទៅតាមផ្លូវច្បាប់ដែលវាប្រខូចខ្លួនឯងក៏មិនកើតអញ្ចឹងវាទៅតាមផ្លូវច្បាប់ត្រឹមត្រូវអាទី3អានោះថាជារោគសពថ្ងៃទុករបស់អ្នកស្រុកយើងគឺទុករងចាំថៃជារោគតែវាចង្រៃអីនៅក្បែរអ្នកចិត្តខាងមានអាពូជសាសមួយអញ្ចឹងបើវាជាលំោះពេលណាឯងក៏វាឈប់បិទចំោះពេលនោះសពថ្ងៃដេកបិទចំោះពិបាកណា
រឿងគឺវាចង់ខ្ញុំនិយាយប៉ុណ្ណឹងហើយបើខ្ញុំមិនយល់ទៀតយ៉ាងម៉េចទេអាព្យាយាមនិយាយចឹងដើម្បីឲ្យខ្ញុំយល់ខុសអំពីស្ថានភាពបើយល់ខុសពីស្ថានភាពហើយគ្រាន់តែសង្ស័យដេកគិតធម្មតាអីអាយល់ខុសស្ថានភាពហើយទៅបតៃកប់មួយរដ្ឋរបស់ខ្លួនណាតែលៀបពណ៌រដ្ឋនោះវិញអសមត្ថភាពក្បត់ជាតិខូចផលប្រយោជន៍ស្ទះរឿងអីហើយនេះអានេះជាបញ្ហាជាមួយពូមីងស្រុកឯងគឺបញ្ហារឿងនេះ